សូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Mr. 855 បាទនៅគណៈពេលនេះដែរខ្ញុំបានក៏សូមលើកយកព័ត៌មានមួយដែលទាក់ទិនទៅនឹងភពតានវត្តនិងមីវនិថាបានវិលមកជួបគ្នាម្ដងទៀតដែលជាការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រតារាស្រីវ័យ26ឆ្នាំមីវនិថាបានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ2013ហើយថែមទាំងសម្ដែងជាតួឯកស្រីតាមរយៈរឿងស្នេហ៍ស្មោះពិតជាមានបានចាប់ដៃគូសម្ដែងជាមួយនឹងតារាប្រុសសម្បុរស្រអែមលោកភពតានវត្តដែលមួយគូនេះត្រូវបានទស្សនិកជនគូគំឲ្យទៅគូស្នេហ៍ពិតប្រាកដព្រោះតែទាំងពីរនាក់ជាតារាដែលមានបេះដូងនៅទំនេរហើយថែមទាំងមានសាច់រឿងបន្តបន្ទាប់ជាមួយគ្នាដូចជារឿងស្នេហាបញ្ចេញរិទ្ធជាដើមការលេងមុខលើកដំបូងរបស់តារាស្រីមីវនិថាហាក់មិនសូវមានទស្សនិកជនស្គាល់នាងនៅឡើយទេតែបន្ទាប់ពីនាងមានឱកាសមកសម្ដែងជាតួឯកស្រីក្នុងរឿងចាំស្នេហ៍វិលវិញដោយចាប់ដៃគូសម្ដែងជាមួយនឹងលោកណដេតគូគីមីយ៉ាធ្វើឲ្យទស្សនិកជនចាប់ផ្ដើមទន្ទឹងមើលស្នាដៃថ្មីរបស់នាងជាបន្តបន្ទាប់ពុកម៉ែបងប្អូនទាំងអស់គ្នាគឺអត្ថបទនេះគឺទាក់ទងទៅនឹងប្រទេសថៃជាតួរឿងនៅក្នុងប្រទេសថៃអ្វីដែលសំខាន់ជាងនេះទៅទៀតនោះមិត្តអ្នកគាំទ្ររបស់តារាស្រីមីវនិថាមានការរំភើបនិងសប្បាយចិត្តពេលដែលឮដំណឹងថានាងនឹងវិលមកសហការជាមួយដៃគូចាស់នាងគឺលោកភពតានវត្តដែលនេះជាអ្វីដែលមិត្តអ្នកគាំទ្ររបស់នាងរំពឹងទុកយ៉ាងខ្លាំងហើយទស្សនិកជនកាន់តែចង់ឃើញភាពអាស៊ីចង្វាក់រវាងពួកគេក្នុងរឿងថ្មីនេះទោះជាទាំងពីរនាក់នេះបានសម្រេចចិត្តនឹងសម្ដែងជាមួយគ្នាម្ដងទៀតតាមរយៈរឿងឪពុករវល់មិនទំនេរក៏ដោយតែរឿងថ្មីនេះអាចនឹងត្រូវរងចាំយូរបន្តិចព្រោះបច្ចុប្បន្នតារាស្រីមុខស្រស់ដូចជាមីវនិថាកំពុងតែរវល់នឹងខ្សែភាពយន្តខ្នាតធំចំនួន2រឿងហើយនៅត្រូវថតបញ្ចប់រឿងភាគដែលមានចំណងជើងថា Rena Gara ដែលរួមសម្ដែងដោយលោកម៉ាក់ព្រីនសូផារ៉ាត់និងតារាស្រីទេវណាតាផនគូបញ្ជាក់ផងដែរថាខ្សែភាពយន្តភាគរ៉ាក់ណាការ៉ាធ្លាប់បានថតរួចម្ដងហើយកាលពីឆ្នាំ2000ដែលសម្ដែងកំពូលតារាស្រីសិចស៊ីរបស់ប្រទេសថៃផាតឆារផានិងតារាស្រីស្រគត់ស្រគំអ្នកនាងនុនវរ៉ានុចរួមទាំងអតីតតារាសម្ដែងប្រុសលោកប្រុកដានិនផន
ពុកម៉ែបងប្អូននិងប្រិយមិត្តជាទីមេត្រីបាទសម្រាប់ព័ត៌មានទី1ដែលខ្ញុំបានលើកយកមកបង្ហាញនៅពេលនេះគឺឈានមកដល់ទីបញ្ចប់ផងដែរឥឡូវនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាមកតាមដានព័ត៌មានទី2វិញម្ដងប្រិយមិត្តទាំងអស់គ្នាជាទីគោរពបាទសម្រាប់ព័ត៌មានទី2នេះគឺខ្ញុំសូមលើកយកព័ត៌មានដែលទាក់ទិនទៅនឹង Bosco Wang ប្រកាសចាក់ចេញពីប៉ុលទូរទស្សន៍ TVB ព្រោះតែលោកតារាសម្ដែងល្បីឈ្មោះហុងកុងគឺលោក Bosco Wang បានប្រកាសខ្លួនថានឹងបញ្ចប់កិច្ចសន្យាជាមួយស្ថានីយទូរទស្សន៍ TVB តទៅទៀតទេបន្ទាប់ពីបញ្ចប់កុងត្រានាចុងឆ្នាំ2016នេះBosco បានប្រាប់ទៅសារព័ត៌មានទៀតថាខ្លួនត្រៀមនឹងចុះកិច្ចសន្យា Zao Brother ដែលជាក្រុមហ៊ុនថ្មីប៉ុន្តែនៅមានទំនាក់ទំនងជាមួយនឹងស្ថានីយទូរទស្សន៍ TVB ដដែលទោះជាយ៉ាងណាក៏ដោយ Bosco នៅតែបន្តការសហការល្អជាមួយនឹង TVB ព្រោះវាជាកន្លែងនៃចំណុចចាប់ផ្ដើមដំបូងដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងរយៈពេល17ឆ្នាំរហូតមកដល់ដូចសពថ្ងៃនេះមិនតែប៉ុណ្ណោះ Bosco ក៏បានបង្ហើបផងដែរថាលោកមិនចង់មានអាជីពតែមួយមុខនោះទេពលគឺចង់មានអាជីពច្រើនជាងនេះទៅទៀតពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីបាទសម្រាប់ព័ត៌មានទាំងពីរដែលខ្ញុំបានលើកទៅមកធ្វើការអធិប្បាយនៅគណៈពេលនេះក៏ឈានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយអរគុណពុកម៉ែបងប្អូនសម្រាប់ការគ្រប់គ្រង Channel Mr. 855ហើយនៅគណៈពេលនេះដែរខ្ញុំបានសូមអរគុណនិងសូមជម្រាបលា